ឬក៏ខែថ្មីហ្នឹងល្អដែរឬទេសម្រាប់ស្នេហារបស់អ្នកសម្រាប់ស្នេហាបងប្អូនទាំងអស់គ្នានៅក្នុងអំឡុងខែ5ឬក៏អំឡុងខែថ្មីនេះផងដែរគឺមើលឃើញថាបងប្អូនទាំងអស់គ្នាអានថាមានកំពុងតែមានការចាប់ផ្ដើមសម្រាប់ស្នេហាបងប្អូនទាំងអស់គ្នាកំពុងតែមានការចាប់ផ្ដើមតំណែងជាមួយនឹងនរណាម្នាក់ហើយទោះបីជាអ្នកទាំងអស់គ្នានឹងទើបតែស្គាល់ក៏ដោយប៉ុន្តែឃើញថាអ្នកទាំងពីរគឺមានគំនិតត្រូវគ្នាច្រើនមានន័យថាគឺមានអ្វីដែលត្រូវគ្នាឬក៏មានចំណុចដែលដូចគ្នាច្រើនដូច្នេះហើយឃើញថាអ្នកទាំងអស់គ្នាកំពុងតែសិក្សាស្វែងយល់ចិត្តគ្នាទៅវិញទៅមកហើយកំពុងតែមើលចិត្តគ្នាផងដែរដូច្នេះហើយឃើញថាស្នេហានេះគឺល្អដែរគ្រាន់តែថាវាជាទំនួលខុសត្រូវថ្មីសម្រាប់បងប្អូនទាំងអស់គ្នាផ្ទាល់ហើយការចាប់ផ្ដើមមានអារម្មណ៍ល្អជាមួយនឹងមនុស្សម្នាក់ហ្នឹងដោយសារតែអ្នកទាំងអស់គ្នាមានអ្វីដែលត្រូវគ្នាច្រើនមានន័យថានៅពេលដែលអ្នកទាំងអស់គ្នានៅក្បែរគាត់ឬក៏នៅជិតគាត់អ្នកទាំងអស់គ្នាមានអារម្មណ៍ថាអញ្ចាជាមានអារម្មណ៍ថាដូចជាស្គាល់គ្នាធ្លាប់ស្គាល់គ្នាកាលពីមុនអ្វីដែលសំខាន់នោះមានទស្សនៈនិងគំនិតត្រូវគ្នាច្រើនដូច្នេះហើយទើបអ្នកទាំងអស់គ្នាសម្រេចចិត្តក្នុងការទំនាក់ទំនងនិងចាប់ផ្ដើមជាមួយនឹងមនុស្សម្នាក់ហ្នឹងដូច្នេះហើយមើលឃើញថាស្នេហានេះក៏ល្អដែរសម្រាប់បងប្អូនទាំងអស់គ្នាពីព្រោះជាពេលវេលាដែលអ្នកទាំងអស់គ្នាកំពុងតែសិក្សាស្វែងយល់ចិត្តគ្នាទៅវិញទៅមកដូច្នេះហើយសរុបសេចក្តីមកថាតើការងារលើការនឹងស្នេហារបស់អ្នកទាំងអស់គ្នានៅក្នុងលំខែ5នេះល្អដែរឬទេសម្រាប់ការងាររបស់បងប្អូនទាំងអស់គ្នានៅក្នុងលំខែ5នេះមើលឃើញថាចង់ឲ្យអ្នកទាំងអស់គ្នាហ្នឹងមានការប្រុងប្រយ័ត្នជាមួយនឹងការងាររបស់បងប្អូន